ក្រមអាណាធិបតេយ្យអះអាងទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញផ្លូវដែកអំឡុងព្រឹត្តិការណ៍អូឡ িম্প ិកនៅអ៊ីតាលីក្រមអាណាធិបតេយ្យមួយបានអះអាងទទួលខុសត្រូវកាលពីថ្ងៃច័ន្ទចំពោះការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅភាគខាងជើងនៃប្រទេសអ៊ីតាលីកាលពីថ្ងៃសៅរ៍និងបានរំខានដល់ចរាចរណ៍រថភ្លើងនៅថ្ងៃដំបូងពេញមួយថ្ងៃនៃការប្រកួតកីឡាករអូឡ িম্প ិករដូវរងាប៉ូលីសបានរាយការណ៍ពីវគ្គ3ដាច់ដោយឡែកពីគ្នានៅទីតាំងផ្សេងៗគ្នាកាលពីថ្ងៃសៅរ៍ដែលបណ្ដាលឲ្យមានការពន្យាពេលរហូតទៅដល់2ម៉ោងកន្លះសម្រាប់សេវាកម្មល្បឿនលឿននៅក្នុងតំបន់ជាពិសេសនៅក្នុងតំបន់ទីក្រុងបូឡូណានៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតក្រុមអាណាធិបតេយ្យមួយបាននិយាយថាការបង្ក្រាបជាបន្តបន្ទាប់លើបាតកម្មដោយនាយករដ្ឋមន្ត្រី Giorgia Meloni បានធ្វើការប្រឈមមុខដាក់គ្នានៅតាមដងផ្លូវថាมันមានប្រសិទ្ធភាពហើយមានន័យថាពួកគេត្រូវស្វែងរកទម្រង់នៃការតវ៉ាផ្សេងទៀតសេចក្តីថ្លែងការណ៍របស់ក្រុមអាណាធិបតេយ្យបាននិយាយថាដូច្នេះវាហាក់ដូចជាចាំបាច់នៅក្នុងការទទួលយកវិធីសាស្ត្រសម្ងាត់ធ្វើវិមជ្ឈការចំនួននិងការពង្រីកសមរភូមិរបស់ខ្លួនហើយងាកទៅរកការគៀបសង្កត់និងការបំផ្លិចបំផ្លាញខ្លួនឯងដើម្បីរស់រានមានជីវិតពីសម័យកាលមុនមិនមានការអធិប្បាយភ្លាមៗពីប៉ូលីសលើសេចក្តីថ្លែងការណ៍នេះទេឧបនាយករដ្ឋមន្ត្រី Matteo Salvini ដែលជាប្រធានក្រសួងដឹកជញ្ជូនបានបដិញ្ញាចិត្តថានឹងចាប់ក្រុមអាណាធិបតេយ្យលោកបានសរសេរនៅលើ X ថាយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីតាមប្រម៉ាញ់និងបណ្ដេញក្រុមជនអាណាធិបតេយ្យទាំងនេះទៅគ្រប់ទីកន្លែងដែលពួកគេលាក់ខ្លួនដើម្បីដាក់ពួកគេនៅក្នុងពន្ធនាគារនិងដើម្បីប្រឈមមុខនឹងអ្នកដែលការពារពួកគេលោកបានបន្ថែមថារស់នៅអូឡ িম্প ិកជានិមិត្តរូបនៃប្រទេសអ៊ីតាលីដែលកសាងដែលជំវិញឲ្យមានអារម្មណ៍រំជួយចិត្តដែលមិនដែលបោះបង់ចោលឡើយក្រុមអាណាធិបតេយ្យបានថ្កោលទោសការប្រកួតកីឡាអូឡ িম্প ិកថាជាការលើកតម្កើងជាតិនិយមដោយបាននិយាយថាព្រឹត្តិការណ៍នេះបានផ្ដល់កន្លែងសាក់លបងសម្រាប់វងប៉ូលីសនិងតាមដានចលនាមិនយូរប៉ុន្មានបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកក្រុមអ្នកតវ៉ាមួយក្រុមតូចដែលមានគ្នាប្រហែល100នាក់ត្រូវបានគប់ភ្លើងនិងកាំជ្រួចទៅលើប៉ូលីសបន្ទាប់ពីបានបំបែកចេញពីតួសំខាន់នៃបាតកម្មប្រឆាំងកីឡាអូឡ িম্প ិកនៅទីក្រុងមីឡាននៅទីក្រុងមីឡានដែលជាសហម្ចាស់ផ្ទះនៃការប្រកួតកីឡាលោកស្រីមីឡូនីបានថ្កោលទោសកាលពីថ្ងៃអាទិត្យចំពោះក្រុមអ្នកតវ៉ាតាមដងផ្លូវនិងអ្នកបំផ្លិចបំផ្លាញថាជាសត្រូវរបស់ប្រទេសអ៊ីតាលី